ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះណាវីមកដាក់ថាមកវីដេអូពីមុខតែម្ដងទៅបងប្អូនណាមានពោតគិឈូសចាពោតចំហុយនិងដលងជៀនត្រាវជៀនអញ្ចឹងទៅបងប្អូនណាត្រាវបំពងចាអញ្ចឹងនិយាយពីពោតគិឈូសចាបងប្អូនហើយទិញពោតបានស្រស់ថ្មីបងប្អូនណាបាន20ពោតអញ្ចឹងណាវីមិនដឹងជាធ្វើអីរកធ្វើបង្អែមបន្តិចចង់ចំហុយពោតបន្តិចនឹកអនុស្សាវរីយ៍កាលនៅតូចនៅរៀនណាបងប្អូនអញ្ចឹងណាវីក៏ធ្វើពោតចំហុយតែម្ដងទៅគេហៅពោតគិឈូសណាបងប្អូនចាអញ្ចឹងណាវីយកមកចិត្តចាមានដូងខ្ចីមានល្ងសល្ងខ្មៅចាបងប្អូនណាចាអញ្ចឹងតមកពិសាបងប្អូនអើយអញ្ចឹងល្ងណាវីដាក់តែល្ងសឲ្យបងប្អូនណាចាបងប្អូនចង់ប្រើល្ងខ្មៅលាយក៏បានដែរកាន់តែឈ្ងុយតែណាវីចង់ប្រើល្ងសសុទ្ធតែម្ដងចាអញ្ចឹងណាវីកាត់ស្លឹកចេកស្លឹកអីមកដាក់ចិត្តពោតហើយយើងចំហុយជាមួយនឹងសាគូបងប្អូនណាវីដាក់សាគូវែងនិងសាគូខ្លីបងប្អូនណាហើយល្ងនេះគឺណាវីយកមកលេងឲ្យបុកបងប្អូននៅបញ្ញាព្រោះយើងលក់ដូរអញ្ចឹងទៅយើងធ្វើលឿនព្រោះណាវីធ្លាប់ផុសវីដេអូហ្នឹងម្ដងហើយបងប្អូនណាចាពោតចំហុយនឹងឲ្យនេះដូងបងប្អូនបងប្អូនចង់បានចាស់ក៏ស្រេចតែបងប្អូនតែណាវីចូលចិត្តយកខ្ចីល្មមបងប្អូនណាមិនចាស់ពេកមិនខ្ចីពេកចាហើយនេះណាវីចាប់ផ្ដើមចំហុយពោតបងប្អូនអើយឡើងឈ្ងុយបើកមកណាចាហើយណាវីទ្របស្លឹកចេកចាណាវីចំហុយនោះគឺដាក់កញ្ច្រែងហើយនេះទឹកដូងបងប្អូនចាវាយដូងណាបងប្អូនចាហារដ្ឋានចាស់ស្មីន168បងប្អូននេះធ្វើម្ហូបជូនលោកគ្រូហើយក៏យើងឆ្លៀតមកធ្វើពោតចំហុយបងប្អូននេះដូងណាវីយកប៉ុណ្ណឹងបងប្អូនណាចាហើយនេះទឹកដូងបងប្អូនចាណាវីចាប់ផ្ដើមចាឆ្អិនហើយក៏រោយនឹងរោយស្ករមកល្មមឆ្ងាញ់បងប្អូនណាចាហើយរោយដូងនឹងមកជាតិនោះជាតិ the best special តែម្ដងស្មូតរសជាតិគឺឲ្យអួយហ្មងគឺឆ្ងាញ់បងប្អូនណាចានេះឃើញទេឆ្ងាញ់ខ្លាំងបងប្អូនអើយចានេះឆ្ងាញ់មែនតែនហ្មងអាហារសម្រន់ពេលថ្ងៃបងប្អូនណាចាយើងហត់នឿយទៅយើងបានពោតចំហុយមួយចានមកជាតិនោះសែនជាតិមានកម្លាំងព្រឹសតែម្ដងបងប្អូនចានេះឡើងស្មូតចាឆ្ងាញ់ the best special តែម្ដងឲ្យអួយហ្មងចាជុះស៊ីតែម្ដងបងប្អូនណាចាឥឡូវយើងមកនិយាយពីដំឡូងបងប្អូនណាវីមានដំឡូងជប៉ុននិងដំឡូងពណ៌លឿងហើយមានល្ពៅបងប្អូនណាចាណាវីយកមកបំពងបងប្អូនចាអញ្ចឹងណាវីដាក់តែមកវីដេអូតែមួយទៅតែណាវីរៀបរាប់ចាបងប្អូនណាយើងចាត់លាងសម្អាតហើយបងប្អូនណាចានេះចាត់ទៅយើងលាងមកចាស្ដាយបងប្អូនឲ្យទិញយកមកចាអញ្ចឹងទៅយើងធ្វើឲ្យកូនញ៉ាំទៅបងប្អូនចាយើងចិត្តឲ្យយើងច្បាច់អំបិលណាវាអត់ប្រើទឹកក្បោទឹកអីទេបងប្អូនណាចាយើងបំពងលក្ខណៈគ្រួសារបងប្អូននៅញ៉ាំលេងអញ្ចឹងទៅចាស្រួយបានយូរបងប្អូនចានេះអញ្ចឹងយើងចាប់ដំណើរបំពងហើយយើងដាក់នឹងកញ្ច្រែងបងប្អូនណាចានេះឈរធ្វើបងប្អូនអើយថ្ងៃរវល់ចាធ្វើរបស់ឲ្យកូនញ៉ាំដោយដៃខ្លួនឯងលក្ខណៈគ្រួសារបងប្អូនកូនដាក់ទៅសាលារៀនតែអីចឹងទៅចាភ្ញៀវកំងអីយើងធ្វើទៅបងប្អូនណាចានេះចឹងណាវីប្រើដលងពណ៌លឿងនិងដលងជប៉ុនឆ្ងាញ់ណាស់បងប្អូនជាពិសេសក៏ល្ពៅតែម្ដងបងប្អូនណាចានេះយើងចង់ដាក់ពោតបារាំងក៏បានចង់ដាក់ការ៉ុតក៏បានត្រាវទីទៅស្រេចតែចំណង់ចំណូលចិត្តយើងបងប្អូនណាចាអានេះញ៉ាំលេងអត់មានប៉ះពាល់សុខភាពអីទេព្រោះយើងប្រើខ្លាញ់ល្អបងប្អូនចាអត់មានក្អកមានអីទេអញ្ចឹងណាវីមានតែប៉ុណ្ណេះទេជម្រាបលាជួបណាវីនៅវីដេអូក្រោយបាយ